còn lại đây nhâm show này cứ chia lòng phía chơi này cứ nơi từ hàng cát này ภาษา bài gión có sang la nơi trong trong sa tập vọtตีđậpปีได้นะក្នុងរាជការព្រះបាទជ័យវរ្ម័នទី 7ក្នុងទ្វារនេះគឺសម្រាប់តែកាលហ្នឹងដូចជាស្ដេចយើងជិញ្ចោហើយជាពិសេសហ្នឹងគឺក្នុងពេលដែលកងទ័ពយកជ័យជំនះតាមសមរភូមិអស់ហើយគឺចូលតាមខ្លងទ្វារនេះខ្លងទ្វារជ័យហើយខ្លងទ្វារជ័យនេះគឺទេសភាពស្អាតណាស់បងប្អូនយើងមកថតរូបឡើងហ្នឹងគឺស្អាតឥឡូវនេះគឺមានគេថតច្រើនដែរហើយពីមុនមកក៏ខ្ញុំធ្លាប់មកច្រើនដងដែរប៉ុន្តែខ្ញុំមិនដែលបានធ្វើវីដេអូខ្ញុំមកតែថតតែរូបឃើញបងប្អូនមើលតែទេសភាពគឺនៅខាងក្រោយក្នុងខ្ញុំហ្នឹងទៅគឺអេមែនតើដោយសារមានដើមឈើធំពីលើមកស្អាតជុំវិញហ្នឹងហើយខ្លងទ្វារនេះនៅពេលដែលយើងមកថតពេលព្រឹកព្រលឹមហើយនឹងពេលល្ងាចស្អាតដូចគ្នាថ្ងៃក៏ស្អាតដែរនិយាយទៅនៅតាមតំបន់ប្រាសាទគឺស្អាតសឹងទាំងអស់ហើយអត់មានកន្លែងណាដែលថាមិនស្អាតទេឲ្យតែតំបន់ប្រាសាទហើយខ្លងទ្វារនេះគឺនៅទីខាងកើតគឺមានខ្លងទ្វារ2ណាបងប្អូនខ្លះតែងតែច្រឡំថានៅអង្គរធំជុំវិញអង្គរធំហ្នឹងគឺខ្លងទ្វារ4ដោយសារមានអ្នកខមមិនប្រាប់ហើយខ្ញុំនាំមិត្តភក្តិមកលេងគាត់ថាមាន4អត់មាន4ទេមាន5គឺខ្លងទ្វារជ័យមួយនឹងខ្លងទ្វារខ្មោចគឺនៅក្បែរគ្នានៅទីខាងកើតដូចគ្នាដែរហើយទេសភាពនៅពីខាងមុខខ្ញុំនោះគឺស្អាតមែនតើហើយនេះគឺជាផ្លូវដែលហៅថាយើងទៅវងតូចណាបងប្អូនពេលមកថតរូបកន្លែងហ្នឹងពេលជិះមកលេងប្រាសាទអីក៏មករំលងនៅកន្លែងហ្នឹងគឺស្អាតនេះពេលយើងមកថតរូបលេងក៏ស្អាតដែរហើយពេលខ្លះក៏ឃើញមានគេមកថត pre wedding ហ្នឹងដែរដោយសារចាប់យកទេសភាពនៅខ្លងទ្វារខ្ញុំក៏មានរូបថតពីមុនមកដែរតែខ្ញុំអត់សូវដែរបានធ្វើវីដេអូតែលើកនេះខ្ញុំធ្វើវីដេអូបង្ហាញពុកម៉ែបងប្អូនដោយសារខ្លងទ្វារនេះគឺស្អាតមែនហើយទៅនៅគ្រប់ខ្លងទ្វារទាំងអស់ប៉ុន្តែកន្លែងនេះគឺយើងអាចឈរនៅលើគេហៅថាកំពែងប្រាសាទយើងអាចយកមកឈរថតរូបបានហាមតែជិះម៉ូតូឡើងឯងកង់ក៏អាចឡើងបានដែរនេះបើសិនបានយើងមកចាប់ប្លង់ថតរូបមានអ្នកថតឲ្យទៅគឺអេហ្មងស្អាតមែនតើយើងក៏ដល់មើលទេសភាពពីខាងលើទៅចាក់ទៅខាងក្រោមហើយនៅខាងមុខខ្ញុំនោះគឺផ្លូវដែលទៅវងតូចនេះគឺមានប្រាសាទច្រើនមានប្រាសាទចៅសាយទេវតាប្រាសាទតាកែវប្រាសាទតាព្រំហើយទៀតនៅប្រាសាទច្រើនទៀត